Step ស្នើឲ្យសាធារណជនគោរពតាមការសម្រេចចិត្តរបស់ខ្លួននិងកុំលុកលំនឹងរឿងការងារថ្មីនេះតារាចម្រៀង Step បានបង្ហាញថាខ្លួនមានម្ចាស់ចិត្តហើយប៉ុន្តែរក្សានូវរូបភាពឯកជនជូននារីជាគូស្នេហ៍ធ្វើឲ្យអ្នកគាំទ្របានបញ្ចេញមតិជាច្រើនអ្នកខ្លះក៏បានសង្ស័យថានារីរូបនេះដូចគ្នាទៅនឹង SK ប៉ុន្តែអ្នកខ្លះក៏ថាមិនមែនដោយសារតែដៃរបស់ SK មិនមានស្នាមសាក់នៅលើដៃឡើយយ៉ាងណាមិញតារាចម្រៀងរូបនេះបានស្នើឲ្យសាធារណជនគោរពតាមការសម្រេចចិត្តរបស់លោកនិងគូស្នេហ៍ដោយរឿងការងារនិងរឿងជីវិតផ្ទាល់ខ្លួនជារឿងពីរផ្សេងគ្នាកាលពីថ្ងៃទី26 ខែមិថុនា Step បានបង្ហាញថាខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពទំនាក់ទំនងដែលខ្លួនមិនបានបង្ហាញមុខមាត់នារីជាដៃគូឡើយដោយចំណងស្នេហានេះមានភាពចាស់ទុំចេះអត់ធ្មត់ចេះការពារផ្ដល់តម្លៃចេះនាំដើរលេងស្រឡាញ់គ្នាគិតគូរដល់អនាគតវីដេអូបន្ទាប់គឺបានបង្ហោះនៅរូបភាពផ្អែមល្ហែមជាច្រើនគឺអ្នកទាំងពីរបានចំណាយពេលវេលានៅជាមួយគ្នាតារាចម្រៀងរូបនេះថែមទាំងផ្ដល់កន្លឹះខ្លះៗដល់មនុស្សប្រុសធ្វើអ្វីខ្លះចំពោះមនុស្សជាទីស្រឡាញ់ជាពិសេស Step ថាស្រឡាញ់គ្នា private បានតែហាមលាក់បាំងនៅយប់ថ្ងៃទី2ខែកក្កដាក៏បានបង្ហោះវីដេអូមួយទៀតដោយដាក់ចំណងជើងថាសង្ឃឹមអ្នកទាំងអស់គ្នាគោរពតាមការសម្រេចចិត្តរបស់យើងតារាចម្រៀងរូបនេះក៏បានបន្ថែមថាការងារនិងជីវិតផ្ទាល់ខ្លួនគឺជារឿងផ្សេងគ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែស្រឡាញ់និងចូលចិត្តសូមគោរព private របស់គាត់ព្រោះគាត់គ្រាន់តែជាមនុស្សស្រីធម្មតាតែមិនធម្មតាតែបានលើកឡើងនៅក្នុងវីដេអូថាអ្នកទាំងពីរមានទំនាក់ទំនងគ្នាយូរដែរហើយតែគូស្នេហ៍របស់ខ្លួនគឺចូលចិត្តរក្សាភាពឯកជនយ៉ាងណាមិញ Step ក៏មិនចង់លាក់បាំងថាខ្លួនមានមិត្តស្រីដែរដោយសារតែលោកស្រឡាញ់នាងទើបចង់បង្ហាញព្រោះពេលកន្លងមក Step និង SK ធ្វើឲ្យអ្នកក្រុមតើចាត់ទុកថាអ្នកទាំងពីរជាគូស្នេហ៍អ្នកទាំងពីរមិនបាននិយាយច្បាស់ថាអ្នកទាំងពីរកំពុងស្ថិតនៅទំនាក់ទំនងអ្វីនោះទេយ៉ាងណាទោះអ្នកទាំងពីរមិនមែនជាគូស្នេហ៍ក្តីតែអ្នកទាំងពីរគឺជាគូដ៏ស័ក្តិសមគ្នាបំផុតនៅក្នុងអាជីពសិល្បៈនេះផងដែរ